បាទសួស្តីបងកសិករទាំងអស់ថ្ងៃនេះខ្ញុំបានវត្ថីនឹងមកប្រែคลิปវីដេអូអំពីវិធីបណ្ដុះចេកបាទបងប្អូនកុំភ្លេចចិត្តអីអានេះគឺជាវិធីបណ្ដុះចេកបាទទីបណ្ដុះចេកឧបករណ៍មានដូចជាទឹកស្អាតមួយកាឡាម៉ាមួយចាន់ដែកហើយនឹងផេះអង្កាមពីឡដុតអិតបាទត្រូវយកផេះអង្កាមខ្មៅពីឡដុតអិតបាទហើយនឹងថងប្លាស្ទិកធំមួយមុំតែក្របចាន់ដែកបានបាទហើយនឹងកបោស៊ីមលូយើងហ្នឹងបាទកបោស៊ីមលូថៃគេហៅពូនដែងបាទអាហ្នឹងយកមកដើម្បីបិទតបៅវាពេលយើងជ្រៀកវាចេញបាទជួយជាបាលតបៅវាបាទផេះអង្កាមហ្នឹងពេលយើងយកមកយើងដាក់លាយទឹកឲ្យសើមរួចច្រកក្រងទុកវាបានមួយយប់ពីរយប់សិនបាទកុំឲ្យវាមានព្រោះផេះអង្កាមមានជាតិប្រៃបាទឧបករណ៍មានដូចជាទឹកស្អាតមកចាន់ដែកផេះពីរោងពីកន្លែងដុតអិតកបិតខ្សែយឺតបាទខ្សែយឺតបែបនេះបាទបើមិនចឹងទេពួកវាម៉ូតូបានដែរបាទដើម្បីចងរឹតមាត់ចាន់ដែកស្រោបថងហ្នឹងកុំឲ្យខ្យល់វាចូលដោយអាคลิปដែលខ្ញុំបង្ហោះទៅគេវិធីផ្សំកូនឆ្មាអញ្ចឹងបាទទី3ទី4ហ្នឹងយើងមានអានេះស្អីគេហៅស្អីគេនេះគល់ចេកបាទគល់ចេកគល់ចេកយើងទៅស្រួលស្ដាប់បាទហើយយើងត្រូវត្រួតពិនិត្យមើលភ្នែកវាបាទនេះភ្នែកគាត់ចោលអញ្ចឹងបាទភ្នែកវាចាំមើលបន្តិចទៀតគាត់នឹងជ្រៀកឲ្យមើលបាទអានេះយើងជ្រៀកយកអានឹងចេញសិនបាទដែលវាដុះវែងចេញជាខ្នែងហ្នឹងហើយយើងជ្រៀកបាទបងប្អូនត្រូវព្យាយាមមើលវិធីដែលគាត់ជ្រៀកបាទជ្រៀកតាមហ្នឹងបាទខ្ញុំក៏មើលទៅតាមនឹងដែរបាទខ្ញុំក៏ប្រែវាទៅតាមដែលវិធីគាត់ជ្រៀកដែរបងប្អូនព្យាយាមមើលវិធីជ្រៀកបាទជាតាមគាត់ជ្រៀកឲ្យត្រូវភ្នែកតែគាត់จะเอาមិញហ្នឹងបាទអានេះគឺវាដុះហើយតែបាទវាអត់ដុះវាចេញតិចហ្នឹងបាទអានេះជ្រៀកជាចំណិតឲ្យស្អាតចឹងរួចលាងទឹកឲ្យស្អាតបាទឲ្យវាជ្រះអារំអិលវាហ្នឹងបាទបើវាមានអារំអិលហ្នឹងដល់ពេលយើងដាក់ផ្សំយកទៅដាក់បណ្ដុះវាទៅវាស្អុយរលួយបាទលាងទឹកឲ្យស្អាតអារំអិលវារួចហើយយកកបោយើងហ្នឹងកបោស៊ីមលូហ្នឹងយកមកលាបវាបាទលាបដើម្បីអីលាបដើម្បីឲ្យវាជាបាលស្នាមកបិតដែលយើងកាត់វាហ្នឹងបាទហើយវាជួយជំនួយបាទបើយើងអត់លាបវាទេវាខូចបាទវារលួយបាទលាបវាហើយយើងទុកវាចឹងទៅហើយយើងកាត់បាទជ្រៀកបន្តជ្រៀកដាក់ភ្នែកដែលគាត់ចោលហ្នឹងជ្រៀកឲ្យវាសល់ឬទូចខ្មៅហ្នឹងបាទយើងជ្រៀកឲ្យវាស្អាតភ្នែកហ្នឹងនៅចំកដាលបាទនេះបងប្អូនព្យាយាមសង្កេតមើលពេលគាត់ជ្រៀកបាទនេះបាទឃើញភ្នែកវានៅកដាលទេបាទឃើញទេជ្រៀកចឹងមកយើងកាត់បាទកាត់វាឲ្យស្អាតបាទកាត់កតុយវានឹងតិចទៅកាត់នេះអសល់ដែលវាជាសត្វជែកហ្នឹងកាត់វាចោលបាទហ្នឹងវាអត់មានប្រយោជន៍ទេបាទកាត់វាចោលកាត់ដូចគាត់កាត់ចឹងបាទកាត់វាស្អាតរួចលាងទឹកបាទលាងទឹកគ្រប់យ៉ាងគ្រប់ចម្រៀកដែលយើងជ្រៀកមកលាងដូចគាត់ចឹងកាត់ជ្រុងដូចគាត់ចឹងបាទធ្វើម៉េចឲ្យភ្នែកវានៅភ្នែកវានៅកដាលបាទភ្នែកដែលវាអាចដោះដើមចេញមកហ្នឹងនៅកដាលបាទវិធីជ្រៀកមើលដូចគាត់បាទជ្រៀកចឹងបាទដែលដើមដែលវាមានជាប់មកហ្នឹងយើងកាត់វាចោលណាបាទយើងយកតាដែលវាជាប់ដូចមើមត្រាវអញ្ចឹងបងប្អូនបាទឃើញអត់បាទយើងកាត់វាអញ្ចឹងធ្វើម៉េចលាងរំអិលវាហ្នឹងលាងឲ្យជ្រះនឹងទឹកស្អាតយើងធម្មតាហ្នឹងបាទអត់មានលាយអីទេលាងវាឲ្យស្អាតទៅបាទហើយយើងចាត់ជាចម្រៀកដូចគាត់បាទឃើញគាត់ធ្វើទេបាទគាត់លាងគ្រប់ចម្រៀកបាទលាងរួចយើងយកកបោយើងនឹងលាបបាទកុំភ្លេចរឿងលាបការពារកុំឲ្យវាស្អុយរលួយដល់ពេលយើងដាក់បណ្ដុះបាទអានឹងយើងបណ្ដុះដូចយើងពួកក្រូចឆ្មាคลิปដែលខ្ញុំបង្ហោះការបណ្ដុះក្រូចឆ្មានេះគឺយើងត្រៀមបាទដាក់ដីវាមកល្មមទ្រាប់ជើងវាឲ្យដុះឬចូលទៅបាទហើយយើងដាក់យកភ្នែកវានឹងឡើងលើបាទបងប្អូនដាក់យកភ្នែកវាឡើងលើបាទដាក់ដូចគាត់ដាក់អញ្ចឹងបាទព្យាយាមសង្កេតបាទខ្ញុំក៏ឆ្លើយតបតាមខមមិនមកហ្នឹងខ្ញុំក៏ឆ្លើយអត់អស់គ្នាដែរជួនកាលខ្ញុំមើលអត់ឃើញបាទវាយូរថ្ងៃអីខ្ញុំក៏ឆ្លើយវាមិនដល់បងប្អូនពេលទស្សនាคลิปវីដេអូដែលខ្ញុំបង្ហោះឲ្យបងប្អូនជួយសង្កេតផងបាទព្រោះខ្ញុំក៏អត់បានចុះធ្វើផ្ទាល់ដែរខ្ញុំគាត់មើលគេហើយខ្ញុំប្រែជាភាសាខ្មែរបងប្អូនបានស្ដាប់ហើយនឹងរូបភាពប្រកបដើម្បីឲ្យមានការងាយយល់បាទហើយយើងទ្រាំមុននឹងយើងដាក់ហ្នឹងយើងទ្រាំយកផេះអង្កាមយើងហ្នឹងទ្រាំកម្រាស់ប្រហែលជាមួយចោលដៃគឺហើយយើងដាក់កប់ពីលើឲ្យជិតបាទវិធីចុងក្រោយយកថងលាតចឹងបាទក្រូបវាឲ្យជិតបាទ
ក្របវាអញ្ចឹងទៅរួចហើយយើងយកអាគ្នាអាខ្សែយឺតហ្នឹងយើងរឹតវាអត់ឲ្យខ្យល់ចូលទេបាទដោយការបដោះមេឃក្រូចឆ្មាដែលខ្ញុំបានបង្ហោះទៅមុនអញ្ចឹងបាទបើមេឃក្រូចឆ្មាបើបងប្អូនខ្ជិលដាក់ថងក៏ដាក់ចេះបានដូចគ្នាបាទដាក់ដូចគាត់អញ្ចឹងបានដូចគ្នាបាទដោះដូចគ្នាមេឃក្រូចឆ្មាបាទយើងរត់ឲ្យតឹងគឺហាមដាច់ខាតមិនឲ្យមានខ្យល់ចូលទេបាទហើយការបដោះចេកនេះយើងទុកវាមួយខែបងប្អូនខែបាទដើម្បីឲ្យដឹងពេលវេលាច្បាស់លាស់បាទយើងគួរតែសរសេរថ្ងៃទីដាក់បាទការបដោះគ្រុចឆ្មាលើកមុននេះខ្ញុំភ្លេចប្រាប់បាទគឺត្រូវតែដាក់ថ្ងៃទីបាទដូចយើងធ្វើថ្ងៃទី18បាទខែ8 53ឬគាត់ទៅសេអញ្ចឹងបាទយើងធ្វើថ្ងៃណាយើងដាក់ថ្ងៃហ្នឹងបាទស្រួលយើងតាមដានបានថាវាគ្រប់មួយខែនៅបាទមិនមែនតែកំណត់វាគ្រប់មួយខែទេបងប្អូនពេលដែលវាដុះមកហ្នឹងវានឹងទល់ថងបាទទល់ថងចង់លហែកហ្នឹងបានយើងអាចយកវាមកដាក់ផ្សំនៅថងខ្មៅអាថងសម្រាប់ពេលបណ្ដុះកូនឈើហ្នឹងបាទអាហ្នឹងទុកវាប្រហែលជា2 អាទិត្យអីគឺយើងអាចយកវាទៅដាំបានការបដោះបែបនេះគឺវាបានច្រើនជាងយើងចាំជីកយកមួយមកដាំបាទហើយវាអត់សូវល្អបាទតែបើយើងបដោះបែបនេះបើថាមកមើលវានឹងមាន10ដើមអញ្ចឹងយើងបដោះបានទាំង10ដើមបាទអត់មកចាំដល់ទៅពេលវាដុះចេញពីដីមកយើងជីកយកមកដើមយកទៅដាំនេះខាតពេលវេលាយូរអានេះយើងដាក់អញ្ចឹងទុកវាក្នុងមលុបបងប្អូនកុំឲ្យវាត្រូវក្តៅតែត្រូវក្តៅវាមានជាតិអីឡើងមកវារលួយបាទយើងយកវាដាក់ក្នុងមលុបបាទការបដោះអាហ្នឹងយើងអាចបដោះជាមេឃគ្រុចឆ្មាមេឃអីក៏បានដែរបាទតែដាក់ក្នុងមលុបបាទគឺវាត្រូវក្តៅថ្ងៃខ្លាំងពេកបាទដាក់ក្នុងមលុបបាទតែពីក្តៅខ្លាំងពេកទៅវាមានជាតិឬថាគេហៅវាលំហើយឡើងមកទឹកក្តៅទៅវារលួយអាក្នុងនោះแล้วก็បាទទុកវាមួយខែជាងបាទបើវាដោះមកវានឹងទល់អាថងនឹងចង់លហែកបាទតែអញ្ចឹងទៅយើងអាចស្រាយវាយកវាទៅផ្សំក្នុងអាថងផ្សំយើងម្ដងទៀតបាទหรือต้นไหนที่ហើយអានឹងដាក់ក្នុងនឹងបាទយក2 អាទិត្យបាទ2 អាទិត្យជាងឯហ្នឹងមកយើងអាចដាក់ដាំក៏ហ្នឹងយើងអាចយកទៅដាក់ដាំបានគឺការឆាំเนี่ยហើយចាំមើលតែកូនចេកដែលវាដោះបានហើយនេះថងដែលយើងអាចយកមកដាក់ផ្សំវាដែលយើងចិត្តមិញហ្នឹងបាទពេលវាដោះមកឡើងស្លឹកតិចហ្នឹងយើងយកវាមកដាក់ផ្សំហ្នឹងបាទប្រហែលជា2 អាទិត្យ2 អាទិត្យឬ3 អាទិត្យអាចដាំបានដីដែលដាក់ផ្សំហ្នឹងយើងយកអាដីអង្ការអាជីអង្កាមខ្មៅហ្នឹងយើងយកមកដាក់លាយជាមួយដីឬមួយសកៃដូងយើងមកសកៃដូងអាក្នុងយើងវៃវាខ្ទេចទៅបាទលាយជាមួយដីតិចយើងដាក់ផ្សំវាអញ្ចឹងបាទប៉ុណ្ណឹងហើយយើងអាចយកទៅដាំបានណាបាទវិធីដាំនឹងមានคลิปបន្តទៀតថាយើងដាំមិនឲ្យបានផលតែម្ដងដាំបែបច្រើនបាទអានេះក៏ដាំបែបក្នុងផ្ទះក្នុងអីទេបាទនេះគឺជាចេកដែលយើងដាក់បណ្ដោះហ្នឹងបាទបងប្អូនមើលផ្លែវាល្អហ្មងបាទសូមអរគុណបាទคลิปនេះសូមអរគុណច្រើនបងប្អូន